ចឹងបើសិនជាយើងចង់ intro ខុសបានពី Udemy ហើយយើងទៅធ្វើមុនគេគឺយើងចូលមកកាន់ Telegram ហើយ Telegram របស់ខ្ញុំនេះខ្ញុំបាន pin free course នៅ Udemy នៅកន្លែងនេះហើយចឹងខ្ញុំជឿថាគ្នាយើងជាប់ចឹងខ្ញុំចុចលើអាកន្លែងនេះហើយបន្តមកទៀតខ្ញុំ scroll ទៅខាងក្រោមដើម្បីយក course ដែលខ្ញុំចង់ intro អូខេចឹងឧទាហរណ៍ថាខ្ញុំចង់ intro course មួយនេះយើងចុចលើ link គេមកនេះ course.js នេះយើងចុចលើ link គេមកហើយវានាំយើងទៅកាន់ website ហើយយើងអស់មកខាងក្រោមចឹងមកខាងក្រោមយើងស្វែងរកពាក្យថា intro now អឺអូខេចឹងកន្លែងនេះគឺយើងដើម្បីទៅ voice add នឹង15 second សិនចឹងយើង voice add នឹងសិនទៅដល់ពីបាន15 second ហើយយើងអាចទៅ intro បានហើយប៉ុន្តែapp នេះបាទនេះគឺវា pop up ម្ដងហើយវាអត់ pop up ច្រើនផងខ្វែងចោលហើយនេះកន្លែងនេះគឺវាមានពាក្យថា intro for free ចុចលើហ្នឹងមកអូខេហើយយើង scroll ទៅខាងក្រោមទៀតនេះកន្លែងនេះគឺវាមានពាក្យថា click here to intro ចឹងយើងចុចលើហ្នឹងមកហ្នឹងហើយចឹងនៅពេលយើងចូលមកដល់កន្លែងនេះវានឹងដើរមកកាន់ Udemy របស់យើងហើយកន្លែងនេះគឺវាមានពាក្យថា intro ណាចឹងយើងឃើញខុសគេតម្លៃ19វាសល់តែ$0គឺអស់ 100% ចឹងយើងចុចលើហ្នឹងមកចឹងវាកំពុងតែដំណើរការហើយកន្លែងនេះវា summary order ឲ្យយើងចឹង19សល់0ហើយយើងចុចកន្លែងនេះដើម្បី intro ចឹងយើង success ទៅលើការបិឆេះហើយតទៅទៀតយើងអាច start ខុសបានយើងអាច start រៀនបានខុសហ្នឹងអូខេចឹងនេះគឺជាដំបូងខុសហើយយើងអាចចុចរៀនបានហើយកន្លែងនេះគឺ interview ហើយវីដេអូមានប៉ុណ្ណាដែលគេអាច start រៀនទៅហើយយើង intro បានព្រីទាំងអស់គ្នាទេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន